Ok, tôi tên là Đọc Nia, ngày nay cứ miền video nắng cứ cho video giờ đây dương thọt vui ấy, tại vì tầm bàn cả to hay là thôi cả tụm lẹ. Video này cứ này ông pi ca lang chương cong đọc mùi lết dương trong lang từ đọc pi lết đời dương mình bạch đồ đông tầng mù, đời dương thì lang đâu thế nào. Là ní nơi tên này cứ dương miền chương cong muối cứ chia bọc chương cong mạng xí, đây bổng vẹt từ đôi đồng AOC âm thi son buồn. Hai âm thi son buồn này tin nàyคือជាប្រភេទâm thi son 9ដែលយើងប្រើសម្រាប់ពី8លេខ8 speed ទៅ11 speed អញ្ចឹងអា8 speed ទៅ11 speed ហ្នឹងគឺគេប្រើអាកាឡាវាធំធម្មតាទេប៉ុន្តែនៅពេលដែលឡើងទៅ12 speed ចំពោះគ្រឿង Shimano គឺឡើងទៅ micro spline មានន័យថាគ្រាប់វាឡើងអត់អញ្ចឹងគឺfree body ធម្មតាគឺដាក់ចោលទេអញ្ចឹងតតែប្រភេទfree body ល្អិតបានដាក់បានអញ្ចឹងធ្វើម៉េចដើម្បីកុំឲ្យយើងចំណាយលុយច្រើនហើយនឹងខាត់រយៈពេលយូរឥឡូវនេះគឺគេមានfree her body ហ្នឹងគឺដុំ her វាដែលសម្រាប់ដាក់ត្រូវជាមួយនឹងដុំ ARC MT004 អញ្ចឹងមានន័យថាបើអ្នកនរគ្នាប្រើ MT004 ទេអ្នកនរគ្នាចង់ឡើង12លេខគឺងាយស្រួលមែនទេគឺអ្នកនរគ្នាគ្រាន់តែទិញfree her body នឹងមកគឺយើងអាចដាក់បានហើយ free her body មួយនឹងទៀតសោតគឺមានតម្លៃធូរថ្លៃទេខ្ទង់ពី20ទៅ$30អាស្រ័យលើគុណភាពអាស្រ័យទៅលើនឹងប្រភេទរបស់វាហើយការដោះដូរនេះទៀតសោតគឺវាមិនមែនជារឿងអីលំបាកទេអ្នកនរគ្នាគ្រាន់តែការដោះដូរនេះទៀតសោតគឺមានន័យថាអ្នកនរគ្នាអាចដោះដូរបានខ្លួនឯងក៏បានតែបើមិនចង់ឲ្យរញ៉ៃគឺអ្នកនរអាចមកយកមកហាងកងបានបើអ្នកនរគ្នានៅសៀមរាបគឺអ្នកនរគ្នាអាចយកមកអវឡូវទៅស្តុកក៏គេបានដែលយើងមានសេវាកម្មជួសជុលថែទាំហើយនឹងគ្រឿងបន្លាស់គឺយើងមាននៅទីនេះអ្នកនរគ្នាអាចមករកបានអូខេជាដំបូងគឺអ្នកនរគ្នាគ្រាន់តែ remove វាចេញមក Africa body វាអានៅខាងលើហ្នឹងគឺយើង remove ចេញហើយចំពោះអ្នកដែលធ្វើលេខទី1អ្នកនរគ្នាកុំភ្លេចដករង inner spacer ហ្នឹងគឺអ្នកនរគ្នាត្រូវដាក់ដកវាចេញដែរព្រោះអី11លេខinner spacer នៅក្នុងវាគឺខ្លីអញ្ចឹងដល់ពេលអ្នកនរគ្នាទិញAfrica body 12លេខគឺគេនឹងឲ្យវិញមកអ្នកនរគ្នាហើយអ្នកនរគ្នាយកអាហ្នឹងទៅមក install បើមិនអញ្ចឹងទេវានឹងអាច stack ហើយបន្តមកអ្នកនរគ្នាកាន់តែដាក់វាបញ្ចូលទៅចាប់បាត់ហើយអ្នកនរគ្នាអាចប្រើកាសែត12លេខហើយនៅកន្លែងនេះគឺយើងប្រើជាមួយនឹងកាសែត Shimano Deore 12លេខដែលយើងនឹងដំឡើងលើកង់ Track Equilibrium 8ហើយកង់មួយនេះផងដែរគឺយើងប្រាក់ដំឡើងវាគឺសម្រាប់ជួលបាទអូមកឆ្ងាញ់ហើយបាទគឺឥឡូវនេះនៅនេះគឺយើងមាន9លេខ10លេខ12លេខហើយនឹង18លេខ18លេខគឺសំដៅទៅលើកង់ដែលមានខាងមុខ2ឬខាងក្រោយ9អាហ្នឹងគឺ18លេខមិនមែនលេខក្រោយនឹង18លេខទេហើយយើងធ្លាប់ឃើញកង់មួយដែលកាត់ឡើងដល់13លេខគឺដូចជា forever ប៉ុន្តែកង់ហ្នឹងឥឡូវនេះដូចជាប្រព័ន្ធ13លេខហ្នឹងគឺដូចជាមិនសូវមានអ្នកប្រើព្រោះត្រឹម12លេខហ្នឹងគឺបបោហើយឥឡូវនេះគឺត្រឹមតែ DO 10លេខហ្នឹងគឺសម្រាប់អ្នកជិះកម្រិតមធ្យមគឺបានមកឆ្ងាញ់អូខេនៅក្នុងវីដេអូនេះគឺមានប៉ុណ្ណេះទេបងប្អូនអរគ្នាចង់សន្សំចៃថវិកាឡើងកង់ពីឡើងគ្រឿងពី11លេខទៅ12លេខចំពោះបងប្អូនប្រើ ARC MT004 អ្នកនរគ្នាអាចសាកល្បងតាមវិធីយ៉ាងបានអូខេអរគុណ